ពេលដែលយើងមកនៅឡៃហ្នឹងគឺមានអីគ្រប់សពទាំងអស់នៅក្នុងនឹងដូចគ្នាយើងអត់ចំណាយពេលគាត់ឲ្យជូនខ្ញុំទៅណាដើរហាត់ប្រាណណាឆ្ងាយអញ្ចឹងយើងចេញតែពីផ្ទះយើងមកអាចដើរបាននៅក្នុងបុរីគម្រោងមួយហ្នឹងមកខាងខ្ញុំនេះគឺខ្ញុំឆ្លាញ់សក្តានុភាពនៅក្នុងពេញហួតហ្មងមានទីធ្លាធំផ្លូវជាពិសេសផ្លូវធំហ្មងអត់ច្អៀតទេឡានបើកទៅមកចតមិនក៏អត់ច្អៀតដែរហើយមានសួនច្បារដើម្បីឲ្យខ្ញុំដើរហាត់ប្រាណអីចឹងអានេះជាក្តីស្រមៃរបស់ខ្ញុំអញ្ចឹងបាទខ្ញុំប្រាប់កូនខ្ញុំថាបើមានចំណារអារម្មណ៍ទិញផ្ទះគឺឲ្យមកមើលនៅពេញហួតបឹងស្នោទៅចាហើយបើតាក់ទងមួយសំណងគ្រឹះវិញគឺខ្ញុំមានបទពិសោធន៍ពីខាងមិត្តភ័ក្ដិខ្ញុំអ្នកធ្វើការជាមួយគ្នាគាត់នៅនឹងច្រើនអញ្ចឹងសំណងអត់ដែលមានបញ្ហាអីទេគឺស្អាតតាំងពីធ្វើមកដូចគាត់នៅ5-6ឆ្នាំដូចអត់ដែលអីតន់មានអីទេចាបើការប្រកួតផ្ទះវិញគឺអត់ដែលលើសតាមឡាញទេចំណាស់មុន2-3ខែ4ខែអីក៏មានដែរគាត់និយាយចឹងអានេះជាបទពិសោធន៍ខាងមិត្តភ័ក្ដិខ្ញុំក៏ផ្ដល់ព័ត៌មានមកអញ្ចឹង Actually ខ្ញុំស្រឡាញ់ខាងបរិយាពេញហួតនឹងយូរហើយដោយសារខ្ញុំនៅខាងជំនាញនឹងស្រាប់អញ្ចឹងបរិយាពេញហួតគម្រោងខាងបឹងស្នោភូមិនិមិត្តហ្នឹងគឺវាចាក់មកចំពេលដែលខ្ញុំសម្រេចចិត្តចង់ទិញតែអញ្ចឹងហើយដូចម៉ាក់ខ្ញុំនិយាយមិញអញ្ចឹងគឺខ្ញុំស្រឡាញ់បរិយាកាសស្រឡាញ់បរិស្ថានដើមឈើមានសួនច្បារនិយាយទៅពេលដែលយើងមកនៅឡៃហ្នឹងគឺមានអីគ្រប់សពទាំងអស់នៅក្នុងហ្នឹងដូចគ្នាហើយមួយទៀតសក្តានុពលដែលខ្ញុំឃើញពីបរិយាពេញហួតភូមិនិមិត្តថ្មីហ្នឹងដោយសារខ្ញុំឃើញអាហ្នឹងវាតិចទៀតវាតបជាប់ជាមួយនឹងស្ពានព្រែកប្រាថ្មីអញ្ចឹងយើងអាចតិចទៀតទៅ EON 3 ឬក៏ទៅខាងផ្លូវ60ម៉ែត្រអីវាលឿនបានលឿនជាងមុនអញ្ចឹង decision ដែលខ្ញុំសម្រេចចិត្តយកផ្ទះ Villa Plus Modern ដោយសារខ្ញុំស្រឡាញ់ការ decor ប្រភេទផ្ទះហ្នឹងរបៀបថាមើលមកបែប minimalist អញ្ចឹងខ្ញុំស្រឡាញ់របៀបអញ្ចឹងដែលវា fit ជាមួយនឹងcharacteristic របស់ខ្ញុំអញ្ចឹងដែរអញ្ចឹងបាទស្នាមញញឹមលោក